ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំចង់ធ្វើវីដេអូមួយដើម្បីអបអរសាទរដល់អ្នកប្រឡងផ្នែកវិស័យសុខាភិបាលឆ្នាំថ្មីនេះឃើញមាននិស្សិតច្រើនហើយប្រឡងហើយមួយចំនួនក៏បានលទ្ធផលល្អទៅមួយចំនួនទៀតក៏លទ្ធផលមិនទាន់ល្អសម្រាប់ដែលទទួលលទ្ធផលមិនទាន់ល្អសូមឲ្យខំបន្តទៀតព្យាយាមបន្តទៀតព្រោះអាកាសយើងនៅមានអញ្ចឹងណាហើយសម្រាប់អ្នកដែលជាប់ហើយអ្នកដែលទទួលបានលទ្ធផលល្អហើយក៏ដូចគ្នាក៏ត្រូវខំប្រឹងប្រែងបន្តទៀតព្រោះវិធីលើសុខាភិបាលនេះយើងមានវែងឆ្ងាយត្រូវការរយៈពេលយូរនៃការសិក្សាក៏ដូចជាមានឧបសគ្គជាច្រើននៅក្នុងផ្លូវដែលយើងត្រូវដើរទៅមុខទៅទៀតសម្រាប់តែអ្នកដែលជាប់ហើយអីដែលគាត់ទៅធៀមបន្តទៀតទីមួយការរៀនភាសាអញ្ចឹងភាសាព្រោះនៅពេលដែលយើងអត់ចេះភាសាយើងចូលជំនាញមួយហ្នឹងយើងពិបាកបន្តិចយើងតាមអត់ទាន់យើងពិបាកក្នុងការស្រាវជ្រាវផ្សេងៗអញ្ចឹងអីដែលខ្ញុំចង់ផ្ដាំសូមឲ្យបងប្អូនអរគ្នាខំរៀនភាសាមិនថាអង់គ្លេសថាបារាំងសម្រាប់អ្នកដែលចូលសាលាក្រហមវាចឹងគាត់អាចផ្ដោតលើភាសាបារាំងបានច្រើនព្រោះដោយសារតែមុខវិជ្ជាក៏ដូចជាមានហើយយើងត្រូវរៀនសៀវភៅដែលយើងត្រូវអានមានជាភាសាបារាំងដែរមួយទៀតក៏ត្រូវចេះអង់គ្លេសដែរព្រោះការស្រាវជ្រាវការអត្ថបទចេញថ្មីពីច្រើនក៏មានជាភាសាអង់គ្លេសអញ្ចឹងបើសិនជាយើងអាចចេះទាំងពីរភាសាទៅដើម្បីស្រួលក្នុងការរៀនរបស់យើងដូចជាក្នុងការប្រកួតប្រជែងជាមួយគេណាសម្រាប់អ្នកដែលជាប់ហើយយើងត្រូវដឹងថាការរៀននៅក្នុងផ្នែកវិទ្យាសាស្ត្រវាមិនរៀនមួយថ្ងៃរៀនមួយឆ្នាំ2ឆ្នាំ3ឆ្នាំចប់ទេគឺរៀនរយៈពេលយូររៀនដំណើរការនៃការរៀនហ្នឹងវែងឆ្ងាយពីមួយឆ្នាំទៅមួយឆ្នាំជួបនៅហេតុការណ៍ផ្សេងនៅបញ្ហាផ្សេងដែលនឹងជួបអញ្ចឹងឆ្នាំដំបូងបងប្អូនអរគ្នាអាចខំរៀនភាសាសិនទៅហើយខំរៀនឲ្យបានច្រើនអាចមានពេលខ្លះជ្រៀតទៅទីពេទ្យជួបមួយបងជាមួយនឹងគ្រូពេទ្យផ្សេងដើម្បីហ្វឹកហាត់ក៏ដូចជាយកអីដែលយើងចេះហ្នឹងទៅប្រើប្រាស់ប៉ុន្តែអីដែលខ្ញុំចង់ផ្ដាំកុំប្រញាប់ពេកអញ្ចឹងណាយើងត្រូវមានគ្រឹះខ្លួនឯងខ្លះមុននឹងយើងចេញទៅពេទ្យដើម្បីទី1យើងមានទំនុកចិត្តខ្លួនឯងខ្លះទី2យើងត្រូវដឹងថាយើងទៅពេទ្យយើងមិនទៅអង្គុយរៀនពីគេទាំងអស់ទេមិនទៅអង្គុយសួរគេគ្រប់មុខនឹង10អត់ទេយើងអាចសួរអីខ្លះទៅគេខ្លះពិភាក្សាគ្នាខ្លះទើបយើងអាចលឿនយើងអាចចេះទៅមុខបានច្រើនយើងអាចទៅអង្គុយសួរគេពី1ដល់10ពី A ដល់ Z អត់បានទេយើងត្រូវខំខ្លួនឯងខំអានស្រាវជ្រាវទៅពេទ្យពិសាមួយគេឆ្ងល់អីសួរបន្ថែមអាហ្នឹងយើងអាចលឿនអញ្ចឹងណាហើយជាចុងក្រោយអបអរសាទរអ្នកទាំងអស់គ្នាដែលបានប្រឡងជោគជ័យនៅក្នុងវិស័យមួយនេះហើយសង្ឃឹមថាយើងអាចជួបគ្នានៅពេលក្រោយនៅពេលណាមួយដែលយើងអាចមានឱកាសជួបគ្នាហ្នឹងហើយអរគុណច្រើន